mình men sva mây khăm rọc mốc phẹ là gì dọc từ lên bay chặt cái tui lên ấy ó men chân thì qua bay tì muối cứ sva mây trời cơ rúp sờ lanh phẹ là gì ở ban pin một mọt tì pí cứ mình trời rồi ăn phẹ là gì á chấm này tì bay co mình trời bọt chật phẹ là gì đấy dương ban riệp ca sọp bắp từ tam bờ bay này hơi nhiệt Namasaka grab thoại bằng cung chấm puaพันเตดาวสิกได้กรุบจิมรานปอปดบริษัทกรุบคณีได้เมียนวัดตะเมียนในขนมตีนี้จังยมกนาสมสิกได้อนุญาตอันปีสำนักพันเตพองนำใบบานากะประเตียนในอวาดคลาคลาเตะตองแต่นังทงไงมงคลนี้จังทงไงนี้โยมจะดำกาบานอารัธเนียประสังมกจิมรานเปรปรัตพร้อมเตียงบ้านนิมนต์ประสังดอนในอวาดคลาคลาดอลโกนโปรสไรตึงลายได้เติบหนึ่งเรียบการทำไมทำเอานะจังวีจีเรื่องธรรมดาที่nhậnโยมนะสำหรับบุคคลมันเนี่ยได้บานเรียบการรวดหายสดสังใต้ปรารถนาในสิ่งใดซกสุภะมังกรเรียงขลุ่นมันมีบุคคลนามมวยได้เรียบการรวดหายปรารถนาในสิ่งใดตกปรารถนาในเรื่องอัปเป็นแมงกลดอลกรมครัวซาโนคือเขมรเตมันตีแต่งลายปรามย่างดอลคเนียเติบบานในสิ่งใดศกบัสันเจียสวาไม่เพะใดเยี่ยมันบานបំពេញในทอสังครัวมันบานបំពេញในตัวในตีแต่งลายปรามหนึ่งดอลคเนียหนึ่งคเนียเตนุประกอบเจียมันซื้อสมบูรณ์ในสิ่งใดศกเตไอสัวทาตัวในตีปรามย่างเอาไว้คละสลายรบอันเพะใดเยี่ยบานเป็นหมกหมดอย่างมัดอุติหอสวาไม่ติโจรวมขนมกรรมวิธีไว้มวยเมียนกาจวบจุมมัดเพะบองเอาใส่เงียดไอยังนาอย่างเอาดำไลดาวกวาดพองนั่งตีมวยให้ตีปีคือมันเตยเรื่องอ่างในเพะใดเยี่ยเต้ตัวใบจีเพะใดเยี่ยระบายยืงนั่งกวาดมาปีตะโกนนากระดอยเมียนกรอขมายซอกระละอไอยังนาอย่างนาយើងគាត់បីលើកដំកើងគាត់គាត់បីឲ្យតម្លៃគាត់កើងគាត់នឹងទី2ចំណែកទី3ក៏មិនត្រូវក្បត់ចិត្តភរិយាដែរយើងបានរៀបការស្របច្បាប់ទៅតាមប្រពៃណីហើយញាតិមិត្តចិត្តខាងមេដាបេដាទាំងសងខាងទទួលស្គាល់អស់ហើយអញ្ចឹងយើងគាត់បីមិនគាត់បីទៅលួចលាក់មានអ្នកដតីក្រៅពីភរិយាទេត្រូវច្បាស់លាស់នឹងគ្នានឹងទី3ហើយចំណែកទី4នោះគឺគប្បីប្រគល់ភាពជាធំដល់ភរិយាប្រគល់ភាពជាធំដល់ភរិយាយ៉ាងម៉េចប្រគល់ភាពជាធំក្នុងការទុកដាក់ក្នុងការបែងចែកនៅទ្រព្យសម្បត្តិដែលយើងបានមកអំពីការងារទាំងឡាយទាំងពួងខិតខំរកមកនឹងគឺគប្បីប្រគល់ទុកដាក់នឹងខាងភរិយាឲ្យឱកាសដល់ពេលវេលាដល់គាត់ដើម្បីឲ្យគាត់បានតុបតែងរាងកាយឲ្យស្អាតស្អំនឹងគេទៅតាមសមត្ថភាពទៅតាមលទ្ធភាពដែលយើងអាចធ្វើបានអញ្ចឹងបើសិនជាស្វាមីមាននៅទួនាទីទាំង5យ៉ាងហ្នឹងដល់ភរិយានោះសេចក្តីសុខប្រកាសជាមានហើយអញ្ចឹងសរុបមកវិញទី1គឺស្វាមីត្រូវគោរពស្រឡាញ់ភរិយាឲ្យបានពេញមុខមាត់ទី2គឺមិនត្រូវរើសអើងភរិយាទី3ត្រូវមិនត្រូវក្បត់ចិត្តភរិយាទី4ប្រគល់ភាពជាធំក្នុងការទុកដាក់នៅទ្រព្យសម្បត្តិអាចផ្ទះនឹងរៀបចំនៅសម្ភារៈផ្សេងទៀតដែលមាននៅក្នុងផ្ទះឲ្យវាមានរបៀបរៀបរយឲ្យវាសមជាស្ត្រីមេផ្ទះនោះហ្នឹងទី1ចំណែកទី2គឺត្រូវសង្គ្រោះញាតិទាំងសងខាងសង្គ្រោះញាតិទាំងសងខាងយ៉ាងម៉េចបើយើងស្រឡាញ់រាប់អានមេដាបេដាឬក៏ញាតិខាងយើងយ៉ាងណាយើងគប្បីស្រឡាញ់រាប់អានគោរពមេដាបេដាខាងស្វាមីញាតិខាងស្វាមីយ៉ាងនោះដែរចំណែកទី4ត្រូវរក្សាទ្រព្យសម្បត្តិដែលយើងខិតខំរក្សាខិតខំរកមកទាំងពីរនាក់ហ្នឹងគប្បីរក្សាគប្បីបែងចែកឲ្យបានល្អមិនមែនថាมันឲ្យចាយវាយទេណាប៉ុន្តែយើងចាយវាយទៅលើផ្លូវត្រូវចាយវាយទៅលើផ្លូវត្រូវមុននឹងទិញរបស់របរផ្លាស់ប្ដូរការងារក្រៅផ្ទះញាតិមិត្តចិត្តខាងបងប្អូនមានរវល់កិច្ចធុរៈអីយ៉ាងណានេះមួយ
បើសិនជាយើងអាចមានពេលវេលាទៅជួយបានយើងជួយទៅតាមសមត្ថភាពទៅតាមឱកាសដែលយើងអាចជួយទៅបានយើងត្រូវជាមនុស្សឧស្សាហ៍កុំធ្វើជាមនុស្សខ្ជិលច្រអូសនោះមិនសមគួរទេយើងជាស្ត្រីនោះអញ្ចឹងបើសិនជាស្វាមីនិងភរិយាមាននៅទួនាទីទាំងឡាយហ្នឹងដល់គ្នានឹងគ្នានោះសេចក្តីសុខនឹងមានសេចក្តីសុខនឹងមានដល់ក្រុមគ្រួសារហើយចាអញ្ចឹងសរុបមកវិញខាងភរិយាក៏មាន5ទី1បែងចែកការងារឲ្យបានល្អទី2គឺរាប់ញាតិទាំងសងខាងឲ្យស្មើគ្នាមិនប្រកាន់បកពួកទេទី3មិនត្រូវក្បត់ចិត្តស្វាមីដែរនឹងទី3តែយើងគប្បីមានសតិអត់ឱនអព្យាស្រ័យឲ្យគ្នាទៅវិញទៅមកបាទត្រូវអត់ឱនអព្យាស្រ័យឲ្យគ្នាយើងកំណំយកនៅភ្លើងនឹងចេញទៅខាងក្រៅក្នុងការដែលយើងឆ្លោះគ្នានឹងវាគឺជាភ្លើងហ្នឹងណាញាតិញោមអញ្ចឹងយើងមិនគួរយកនៅភ្លើងនឹងទៅបើកបង្ហាញដល់អ្នកដតីមិនយកនៅមកចូលខាងក្នុងដែរភ្លើងខាងក្រៅយ៉ាងម៉េចពាក្យសម្ដីអ្នកដតីដែលនិយាយចាក់ដោតបំបែកបំបាក់គ្រួសារយើងនឹងឈ្មោះថាភ្លើងហើយអញ្ចឹងយើងកុំអាលជឿទាំងស្រុងពេកណាយើងត្រូវត្រេះរិះយករកហេតុផលសិនឲ្យបានច្បាស់លាស់កាលណាដែលយើងឆាប់ជឿទាំងមិនបានត្រេះរិះឈ្មោះថាយើងយកនៅភ្លើងពីខាងក្រៅមកចូលខាងក្នុងផ្ទះហើយយើងត្រូវរកវិធីសាស្ត្ររកមធ្យោបាយដើម្បីពន្លត់នៅភ្លើងទាំងពីរខាងហ្នឹងយើងគប្បីដឹងគុណគាត់វិញបាទព្រោះថាព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់សរសើរដែរចំពោះបុគ្គលដែលបានបម្រើនៅមេត្តាបិតាក៏ឈ្មោះថាជាមង្គលមួយដ៏ឧត្តមដែរបាទចឹងស្ដាប់បានទេញាតិញោមមិនបានក្បោះក្បាយអីច្រើនទេសង្ឃឹមថាកូនប្រុសស្រីទាំងឡាយនឹងនឹងយកនៅរឿងទាំងអស់នឹងទៅប្រព្រឹត្តបដិបត្តិផងចុះហើយបើមានការលើសលួសខ្វះខាតត្រង់ចំណុចណានីមួយនោះក៏សូមអព្យាស្រ័យពីសំណាក់ផន្ទេព្រមទាំងញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលជាពហុសោតជាអ្នកចេះដឹងទាំងឡាយផងក៏សូមអនុមោទនាសាធុសាធុ